សួស្តីក្មួយៗទាំងអស់គ្នាជួបជាមួយនឹង admin ទីងងទៀតហើយនៅក្នុងវីដេអូនេះ admin បានបង្រៀនអំពីការធ្វើទីងងយក្សកូនយក្សតូចៗសម្រាប់លេងបាទហើយយក្សនេះដែរគឺជាយក្សឥណ្ឌាចាំចេះធ្វើក្មួយៗរៀនតាមពូទាំងអស់គ្នាអញ្ចឹងយក្សឥណ្ឌាពូចង់បានសាច់យក្សហ្នឹងគឺពណ៌ត្រាវដើម្បីបានពណ៌ត្រាវគឺពូលេពណ៌សូកូឡាពណ៌ទឹកក្រូចពណ៌ផ្ទៃមេឃនិងពណ៌ផ្កាឈូកពណ៌ប្រផេះលាយចូលគ្នាទៅហើយយើងធ្វើការច្របាច់ចូលគ្នាឲ្យសព្វទៅបាទច្របាច់យ៉ាងណាឲ្យវាចូលជាពណ៌តែមួយឥឡូវនេះគឺបានពណ៌ត្រាវហើយពូហ្នឹងក៏បានច្របាច់វាជារាងក្បាលទៅហើយយើងកុំភ្លេចបិទបន្តិចទុកដើម្បីយកទៅទុកប៉ះទៅយើងធ្វើចំោះយើងធ្វើតិចអីយើងត្រូវការអីឬក៏វាខ្វះខាតចំណុចណានោះយើងយកដីឥដ្ឋដែលយើងបេះទុកនោះយកមកធ្វើទៅហ្នឹងហើយពូកំពុងតែពុតចេញជារូបរាងមានកមានផ្ពាល់មានរង្វង់ផ្នែកហើយចឹងធ្វើទាំងអស់គ្នាមើលតាមពូទៅហើយដីឥដ្ឋដែលពូបេះទុកអំបញ្ញមិញហ្នឹងពូបានយកមកធ្វើជាចំោះហើយធ្វើជាចុងចំោះស្លាបចំោះហើយយក្សឥណ្ឌាហ្នឹងគឺពូធ្វើរាងចំោះធំតិចហ្នឹងហើយយើងរៀនប្រើសម្ភារៈដែលយើងទិញទៅអត់មកហ្នឹងយើងបានហើយមានដូចជាកបិតមានដូចជាឧបករណ៍ធ្វើហ្នឹងយើងកុំភ្លេចរៀនប្រើវាបានច្រើនយើងកុំប្រើតែដៃនៅពេលដែលយើងរៀនប្រើវាទៅយើងនឹងមានភាពងាយស្រួលហើយយក្សឥណ្ឌាបានចេញជាមុខមាត់ខ្លះហើយក្មួយហើយយក្សឥណ្ឌានេះរៀងកាញ់តិចនៅពេលដែលពូធ្វើហើយពូមិនបានឃើញហើយឥឡូវពូចាប់ដើមដាក់ផ្នែកវាយើងយកដីឥដ្ឋពណ៌សមកយកមកធ្វើជាផ្នែកបន្តមកទៀតពូបានធ្វើជាធ្មេញហើយកុំភ្លេចយើងជ្រៀកច្រាត់ធ្មេញហ្នឹងឲ្យចេញជារាងធ្មេញទៅងាយហើយយើងយកពណ៌ក្រហមមកធ្វើជាបបេមាត់ហើយនេះបានជាបបេមាត់ខាងលើហើយហើយពូចាប់ដើមធ្វើបបេមាត់ខាងក្រោមទៀតហើយអញ្ចឹងបន្តមកទៀតគឺយើងនឹងធ្វើចង្កូមបាទច្រឡំចង្កូមយក្សចង្កូមនឹងរាងធំបន្តិចហើយយើងលុញវាឲ្យស្រួយទៅហើយមើលទៅរាងដូចភ្លុកដំរីអញ្ចឹងណាហ្នឹងហើយយក្សនេះចំោះធំមុខតូចផ្នែកធំហើយចង្កូមនឹងក៏ធំទៀតបាទនេះហៅថាយក្សឥណ្ឌាបន្តមកទៀតពូយកពណ៌ខ្មៅយកមកលុញវាឲ្យស្មើឲ្យតូចដើម្បីធ្វើជាផ្នែកយក្សផ្នែកហ្នឹងបន្ទាប់ពីយើងដាក់ពណ៌សហើយយើងត្រូវតែមានពណ៌ខ្មៅធ្វើជារង្វង់ផ្នែកដើម្បីឲ្យមើលទៅចេញជាផ្នែកស្អាតហ្នឹងហើយបើយើងធ្វើជាទីងងធំគឺយើងប្រើថ្នាំលាបប៉ុន្តែនេះយើងធ្វើជាដីឥដ្ឋពណ៌យើងត្រូវតែយកដីឥដ្ឋពណ៌ខ្មៅហ្នឹងយកមកលុញវាឲ្យស្មើបន្ទាប់មកយើងដាក់ក្របផ្នែកទៅហើយពូដាក់ក្របផ្នែកពណ៌ក្រហមដើម្បីឲ្យវាមើលទៅរាងកាចមើលទៅវាមានអំណាចចឹងណាហ្នឹងហើយយើងលុញក្របដីឥដ្ឋសជាពន្លឺចំណាំងផ្នែកជាបស្រីផ្នែកហើយក្រោយមកទៀតគឺយើងចាប់ផ្ដើមធ្វើអញ្ចាំហើយយើងជ្រៀកវាចុងចាំហ្នឹងទៅបាទងាយទៅក្មួយហើយពូធ្វើក្នុងវីដេអូនេះគឺពូបានខាវាលឿនដើម្បីឲ្យវីដេអូហ្នឹងមិនវែងពេកហើយក្មួយមើលហ្នឹងក៏មិនធុញទ្រាន់បាទនេះគឺពុកមាត់យក្សពុកមាត់ហ្នឹងតាមកាប់ទៅយើងស្រឡាញ់ពូអីដាក់ពណ៌ហ្នឹងទៅហ្នឹងហើយពណ៌ខ្មៅក៏បានដែរហើយពូពេញចិត្តពណ៌ផ្ទៃមេឃហើយពូដាក់ពណ៌ផ្ទៃមេឃឥឡូវចេញជាមុខយក្សហើយបន្តមកទៀតពូនឹងធ្វើតិចយក្សហើយយើងយកដីឥដ្ឋដែលយើងបេះទុកហ្នឹងយកមកជាពីរចំណែកឲ្យស្មើគ្នាទៅយើងលុញវាហើយយើងពុតពេនឲ្យចេញជារាងតិចហើយយើងក៏យកទៅបិទភ្ជាប់នៅក្បាលយក្សទៅបាទហើយយើងយកដីឥដ្ឋដែលនៅសល់ហើយយើងបេះណាយើងមកធ្វើកកវាបន្តមកទៀតពូក៏បានយកដីឥដ្ឋពណ៌ខ្មៅធ្វើជាសក់យក្សបាទយើងត្រូវតែដាក់សក់ឲ្យវាទៅដើម្បីឲ្យវាមានភាពស្អាតសង្ហាហ្នឹងហើយកុំឲ្យយក្សនឹងក្បាលកញ្ញោបន្ទាប់ពីយើងដាក់សក់ហើយគឺយើងយកកណ្ដុងទឹកសុទ្ធហ្នឹងឬក៏ជាអ្វីក៏បានដែរឲ្យតែមានរាងមូលហើយយើងអាចសដែរចុះបានហើយយើងដាក់ភ្ជាប់កទីងងទៅហើយយើងយកដីឥដ្ឋផ្សេងចម្រុះពណ៌ឬក៏ពណ៌ដែលយើងស្រឡាញ់ដាក់ចូលគ្នាទៅបង្កើតជាខ្លួនយក្សនឹងយើងចង់យកកណាត់មែនតែនយកមកដេរក៏បានដែរប៉ុន្តែដើម្បី
មានភាពងាយស្រួលហ្នឹងយើងយកដែលអត់នឹងធ្វើទៅហើយបើសិនជាចង់បានពណ៌សុទ្ធហើយយើងលាយពណ៌ជាច្រើនហើយយើងព្យាយាមច្បាច់វាមកចូលគ្នាទៅបាទអញ្ចឹង admin ធ្វើជាកៅអៅរួចហើយមួយចំណែកហើយឥឡូវយើងចូលមកធ្វើជាប្រកបជាម្ដងមកកត់នេះគឺយើងយកពណ៌លឿងវាស្តៀងពណ៌មាសដោយសារតែដែលអត់នឹងវាមានពណ៌មាសទេចឹងហើយក៏យើងយកពណ៌លឿងទៅវាជំនួសពណ៌មាសហើយយើងធ្វើក្បាច់រចនាតាមហ្នឹងទៅនេះគឺជាឥណ្ឌាយើងបានកត់ហើយមើលពីចំហៀងមានសក់មានអីត្រឹមត្រូវណាយ៉ាឥណ្ឌាណាហើយសាច់វាពណ៌ត្រាវហើយបន្តមកទៀតគឺយើងធ្វើកៅអៅធ្វើខ្លួនវាបន្ថែមទៀតហើយបើក្មួយចង់ដាក់ដៃក៏ធ្វើដៃទៅក្មួយចង់ដេរជាកណាត់ខ្លួនឯងក៏ដេរទៅហ្នឹងហើយតែបើធ្វើយកតែអត់ធ្វើហ្នឹងគឺវាងាយស្រួលជាងណាយើងធ្វើកអាវហើយស្រឡាញ់ពណ៌អីដាក់ពណ៌ហ្នឹងទៅហើយចំពោះពូគឺពូចូលចិត្តពណ៌ចម្រុះអត់ច្បាច់ចូលគ្នាមកចូលគ្នាទេឲ្យវាមានពណ៌នេះបន្តិចពណ៌នោះបន្តិចទៅបាទឥឡូវពូចាប់ផ្ដើមធ្វើកអាវមួយជាន់ទៀតឲ្យមើលទៅដូចជាឥណ្ឌាបុរាណចឹងណានេះគេហៅថាជាឥណ្ឌាមួយហ្នឹងហើយបន្តមកទៀតគឺពូនឹងធ្វើសម្ពុតឲ្យវាហើយពូធ្វើសម្ពុតឲ្យវារួចរាល់ហើយឥឡូវនេះចេញហើយពីម៉ងជាឥណ្ឌាមួយបានឃើញហើយវាខ្វះដៃមួយចង់ដាក់ដៃមួយធ្វើដៃមកពូបិទជាប់ទៅតែពូបញ្ញាប់ពេកពូបានធ្វើដៃចឹងជួបគ្នានៅវីដេអូក្រោយទៀតហ្នឹងហើយអរគុណច្រើនជំរាបលា